នេះគឺជាចំណុចទី2គឺភាពត្រឹមត្រូវទី1គឺយុត្តិធម៌និងទី2គឺរឿងគួរមនុស្សគួរតែធ្វើអីគួរតែរបៀបម៉េចគួរតែរបៀបម៉េចជាគោលទី2ដែលមនុស្សត្រូវប្រកាន់ដល់គោលទី3មនុស្សត្រូវរស់នៅក្នុងមនោសញ្ចេតនាបងប្អូនខ្ញុំឃើញប្រជាប្រដ្ឋខ្មែរជិះកង់ជិះម៉ូតូសប្តាហ៍ថ្ងៃខ្ញុំមើលទៅក្នុងចិត្តគាត់តែរឿងខ្លួនគាត់អ្នកខ្លះអាចលោតដល់គ្រួសារគាត់តែប៉ុណ្ណឹងមនោសញ្ចេតនាគាត់តែខ្លីបងប្អូនណាបងប្អូនគិតអញ្ចេះកុំគិតថាគេគិតថាយើងបងប្អូនគិតថាមនុស្សឬបងប្អូនគិតថាជីវិតគេក៏ជីវិតយើងក៏ជីវិតពាក្យថាគេថាយើងនឹងគ្រាន់តែនិយាយសម្គាល់គ្នាទេរាល់ជីវិតទាំងអស់សិតតែត្រូវការបាយសិតតែត្រូវការផ្ទះនៅសិតតែត្រូវការសេចក្តីសុខជីវិតកុំគិតថាកូនយើងបានវាត្រូវការសេចក្តីសុខកូនគេអត់ត្រូវការទេអានឹងកម្លៅរបស់មនុស្សទៅបងប្អូនជីវិតទាំងអស់សិតតែត្រូវការសេចក្តីសុខទាំងអស់ពេលណាបងប្អូនមើលអញ្ចឹងបងប្អូនមើលទៅប្រជាប្រដ្ឋខ្មែរបងប្អូនចង់សង្គ្រោះហ្មងគាត់ពិបាកណាបងប្អូនពិបាកណាមានពេលខ្លះខ្ញុំដើរទៅស្រុកស្រែបងប្អូនខ្ញុំអួលដើមកខ្ញុំឃើញតែចាស់នៅតាមផ្ទះអាក្មេងៗទៅធ្វើកិច្ចគេនៅថៃអាលីងខ្ញុំថាងាប់អូយស្រុកអញតូចយាយគាត់ក្តៅពេកនៅតែក្រោមផ្ទះឃើញតែយាយប្រជាប្រដ្ឋក្មេងបងប្អូនទៅធ្វើកិច្ចគេនៅស្រុកថៃអស់ខ្ញុំថាអើយលោកឲ្យលោកបើអញស្លាប់វឹកស្រុកអញបានរីកចម្រើនណាងាប់ហើយកុំសួរអញ2ដងសួរតែម្ដងហើយព្រមងាប់អត់អញព្រមហើយកុំសួរអញ2ដងអញព្រមហើយពួកអីព្រោះរាល់តែការងាប់តែបានអីអស់បបោអស់អីពិបាកគេពិបាកឯងបើងាប់ម្ដងនេះបានសេចក្តីសុខដល់មនុស្សហ្នឹងបងប្អូនងាប់ហ្មងបងប្អូនណាបងប្អូនណាស្រុកគេដែលគេរីកចម្រើនណាគេមានពូជសាសន៍គេអញ្ចឹងណាបើចុះយើងគិតតែប្រយោជន៍ផ្ទាល់ខ្លួនអញគិតប្រយោជន៍ផ្ទាល់ខ្លួនដើម្បីឲ្យគ្រួសារអញវាមានបើផ្លូវហ្នឹងត្រូវមានបាត់ហើយបងប្អូនឃើញគ្រាន់តែហាមគ្រប់តែគ្នាណាព្រោះផ្លូវហ្នឹងផ្លូវអត់ត្រូវទេផ្លូវដែលត្រូវគឺចូលរួមទៅឲ្យសង្គមរបស់យើងរីកចម្រើនមុនចាំយើងសោយផលតាមក្រោយអាហ្នឹងផ្លូវត្រូវប៉ុន្តែបងប្អូនអត់អញ្ចឹងទេខ្ញុំមើលទៅបងប្អូនជិះឡានជិះម៉ូតូតាមថ្នល់ខ្ញុំនឹកក្នុងចិត្តថាដឹងគិតអីនោះបែបគិតតែគ្រួសារខ្លួនឯងនោះអត់មានគិតពីប្រទេសជាតិរបស់ខ្លួនពីមនុស្សទាំងអស់គ្នាដែលរស់នៅក្នុងផែនដីជាមួយគ្នានឹងគេពិបាកយ៉ាងម៉េចមនោសញ្ចេតនារបស់គាត់តិចបងខ្ញុំយល់ថាមនុស្សមានមនោសញ្ចេតនាតិចដូចសត្វដេឆានណាបងប្អូនដូចសត្វដេឆានអញ្ចឹងបានខ្ញុំលើកគោលទី3ខ្ញុំថាមនុស្សត្រូវរស់នៅក្នុងមនោសញ្ចេតនាត្រូវធ្វើការងារដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួនបើខ្ញុំឃើញកូនក្មេងតូចផងបងប្អូនខ្ញុំនឹងនិយាយថាម៉េចខ្ញុំចង់ស្ទុះទៅអោបវាប្រាប់វាថាក្មួយទាំងអស់គ្នាក្មួយគ្មានកំហុសអីក៏សោះអត់មានកំហុសអត់មានមកពោះទ្វារគេសុំកើតផងគេបង្កើតក្មួយមករួចហើយបោះចោលក្នុងផែនដីអត់ទទួលខុសត្រូវក្មួយគ្មានទោសកំហុសអ្វីទាំងអស់ខ្ញុំចង់ប្រាប់វាថាអញ្ចឹងរួចហើយចង់ស្នាក់នាំវាឲ្យវារស់នៅក្នុងសេចក្តីសុខបងប្អូនក្មេងបងប្អូនវាអត់មានទោសកំហុសអីទេយើងអ្នកបង្កើតវាមកពេញផែនដីទាំងអស់បងប្អូនមើលយូរបងប្អូនចង់បំរើមនុស្សដោយមនោសញ្ចេតនារបស់បងប្អូនចង់បំរើហ្មងចង់ធ្វើឲ្យគេរីកចម្រើនដោយស្នាដៃរបស់យើងសម្លឹងទៅគេបានសេចក្តីសុខដោយស្នាដៃរបស់យើងបងប្អូនចិត្តរបស់យើងត្រជាក់ណាស់បងប្អូនសឹងតែអត់ស៊ីបាយផងឆ្អែតហ្មងឃើញយើងជួយគេរួចហើយគេបានសេចក្តីសុខណាប៉ុន្តែសូម្បីតែមនុស្សដែលយើងត្រូវជួយបងប្អូនក៏វាត្រូវមានលក្ខខណ្ឌដែរបើសិនណាជាលក្ខខណ្ឌរបស់គាត់វាអន់ពេកខ្ញុំមានអារម្មណ៍ថាជួយឆ្កែគ្រាន់ជាងខ្ញុំមានអារម្មណ៍ថាជួយឆ្កែអាខ្លះអាក្រក់នឹងជួយមិនបងប្អូនជួយយូរទៅខ្ញុំមានអារម្មណ៍ថាដូចជួយចិញ្ចឹមភាពអាក្រក់ឲ្យរស់នៅលើផែនដីកាន់តែយូរអត់មានបានការអីវាអត់មានលក្ខខណ្ឌគួរឲ្យជួយអញ្ចឹងបានខ្ញុំនិយាយថាសូម្បីតែអ្នកដែលត្រូវបានគេជួយហ្នឹងក៏ត្រូវតែមានលក្ខខណ្ឌដែរអញ្ចឹងបានថាឲ្យគាត់ហូបហើយបដៅផងអប់រំគាត់ផងហើយបើអប់រំឡើងទេលែងជួយហ្នឹងជួយទៅអីផងខ្ញុំមើលទៅឆ្កែគាត់បើជាងចាំផ្ទះចាំអីទៅត្រឹមត្រូវមនុស្សខ្លះអាក្រក់ណាបងប្អូនអ្នកខ្លះគឺថាមិនអាក្រក់ទេប៉ុន្តែគ្រាន់តែសុំដើម្បីរស់ស្អែកឡើងសុំទៀតដឹងធ្វើអីអ្វីដែលខ្ញុំដូចថាយើងជិះឡានហួសទៅបងប្អូនស្ដាយក្នុងចិត្តមិនមែនស្ដាយព្រោះមិនបានឲ្យលុយគាត់ទេស្ដាយព្រោះមិនបានឲ្យឌីសគាត់មិនបានឲ្យឌីសមិនបានប្រាប់គាត់ពីផ្លូវជីវិតស្ដាយក្នុងស្ដាយមែនតើគុំសំបីតអ្នកសុំទានបងប្អូនណាសំបីតបងប្អូនក្រុមគ្រួសាររបស់ខ្ញុំហ្នឹងខ្ញុំយកអាហារទៅឲ្យគាត់អាហារឆ្ងាញ់មានបកងមានអីហូបយកទៅឲ្យគាត់តើចេញមកវិញបងប្អូននៅតែមានអារម្មណ៍មួយថាដូចទាន់បានឲ្យអីគាត់តែអត់ទាន់បានឲ្យអីហ្នឹងនឹកក្នុងចិត្តថាគាត់អត់យល់ពីផ្លូវជីវិតចង់ឲ្យគាត់យល់ប៉ុន្តែដាក់ដិតពុកឯងទាន់បាននិយាយផងគាត់និយាយមកឯងមុនតែយើងមើលឃើញថាអូអត់មានផ្លូវចូលទេគាត់ស្ដាប់យើងរាល់ថ្ងៃបើថាអត់ស្ដាប់ទៅគួរប្រាប់ឲ្យស្ដាប់រាល់ថ្ងៃឲ្យតែស្ដាប់រៀងខ្ញុំនិយាយខ្លាំងបន្តិចណាប្រាប់មីងខ្ញុំឯ
ឯងនិយាយប្រាប់វាកុំខ្លាំងពេកឲ្យវាល្មមទៅនិយាយអីក៏និយាយយ៉ាងនោះស្ដាប់រាល់ថ្ងៃឯងដាក់ក្តាប់បុកមិនទាន់បាននិយាយអីផងអើយហែងឥឡូវចាស់ហាហើយមើលបងប្អូនហែងបានកូនពោគ្រប់គ្នាហែងនឹងកាលណាបានពងគេឯងថាបើមិនស្ដាប់វាសមនឹងនិយាយប្រាប់ឲ្យគាត់ស្ដាប់ហើយឯងនិយាយមួយម៉ាត់គាត់3 4ម៉ាត់ឯងនិយាយមួយម៉ាត់គាត់3 4ម៉ាត់អើយខុចតែវ៉ាន់ទៅត្រូវឲ្យអីឯងលាទៅផ្ទះវិញជិលដល់ពេលដើរចេញមកបងប្អូនមានអារម្មណ៍ថាអញដូចអត់ទាន់បានឲ្យអ៊ីយល់អាបកងអាស្អីឲ្យគាត់ហូបនោះហូបតែមួយផ្លែតជួយអាចចោលបាត់អ្វីដែលឯងចង់ឲ្យអត់ទាន់បានឲ្យនៅសំណោះក្នុងចិត្តប៉ុន្តែមកដល់ផ្ទះវិញដេកគិតយូរទៅថាទេអញមិនសាកល្បងណាសាកល្បង4 10ដងហើយទៅអត់រួចទេប្រឡោះនឹងចូលអត់រួចទេត្រូវតែទទួលយកការពិតហ្មងការពិតទៅអត់រួចហ្មងដល់ពេលយើងសម្លឹងទៅដល់គ្រប់មនុស្សគ្រប់គ្នាបងប្អូនអាមโนសញ្ចេតនានឹងកើតមកត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាមនុស្សចំណុចទី3ត្រូវរស់នៅក្នុងមនោសញ្ចេតនាអត់មានមនោសញ្ចេតនាសត្វទេឆានជាគ្រាបងប្អូនសប្ងៃរស់នៅតាមទម្លាប់បងប្អូនស្រឡាញ់កូនក៏ស្រឡាញ់ទៅបងប្អូនស្រឡាញ់គ្រួសារក៏ស្រឡាញ់ទៅដល់ពេលអ្នកដទៃអត់ស្រឡាញ់ចិត្តយើងអត់ស្រឡាញ់ក៏អត់ទៅប៉ុន្តែបងប្អូនគិតថាជីវិតគឺអញ្ចឹងទាំងអស់គ្នាជីវិតបងប្អូនណាដោយសារបងប្អូនធ្វើតាមចិត្តហ្នឹងហើយណាបានបងប្អូនចំណាយលុយខុសរឿងច្រើនណាឧទាហរណ៍ខ្ញុំចេះតែប្រាប់ខ្ញុំថាណែបងប្អូនណាកុំយកចិត្តរបស់បងប្អូនដែលនៅរស់ទៅថ្លឹងឲ្យអ្នកងាប់ត្រូវយកចិត្តអ្នកងាប់ហ្នឹងមកដាក់ក្នុងចិត្តរបស់បងប្អូនវិញបងប្អូនចេះតែធ្វើនេះធ្វើនោះឲ្យអ្នកងាប់ថាអ្នកងាប់វាអត់ដឹងអីទេបងប្អូនខ្លះថាអូយអាណិតអ្នកងាប់ដល់ហើយឡានបុកឡានអីចេះចូលខ្ញុំថាគ្មានអាណិតអ្នកងាប់ទេអ្នកងាប់វាបាត់ហើយដឹងអីទេចិត្តរបស់យើងចេះតែអាណិតទេការពិតអាអ្នកងាប់ហ្នឹងវាផុតហើយអាណិតម៉ែវានោះអាណិតបងប្អូនវានោះមានពេលខ្លះបងប្អូនខ្ញុំនិយាយក្នុងចិត្តរបស់ខ្លួនឯងខ្ញុំទៅម៉ាឡេអូនប្រុសរបស់ខ្ញុំឲ្យទៅរៀននៅម៉ាឡេបងអូនចដូនមួយតែបើទៅវាមានប្រពន្ធនៅនោះបែកសបុកនៅនោះមកសបុកទៅបានកូន3នាក់ឥឡូវកូនវាអាយុជាង10ឆ្នាំហើយឯងទៅពេលណាវាមកទទួលឯងពេលនោះឯងទៅពេលណាវាមកទទួលឯងពេលនោះឈឺតែជាងមួយខែបងប្អូនព្រោះវារត់មករកម៉ែវារត់មករកបងហ្មងមកដល់ហ្នឹងតែមួយខែកើតមហារីកទៅហើយស្លាប់ភ្លាមហ្មងដល់ពេលខ្ញុំទៅម៉ាឡេខ្ញុំទៅឃើញក្មួយ3នាក់ហ្នឹងបើស្នាជាប្អូនខ្ញុំនៅរស់ខ្ញុំច្អល់មុខហ្មងច្អល់មុខថាម៉េចថាហែងងាប់យករួចតែខ្លួនទេនេះហែងងាប់យករួចខ្លួនហ្មងហែងຕົកការងារហ្នឹងមកឲ្យអញយល់ថាអ្នករស់ពិបាកជាងអាអ្នកងាប់ខ្ញុំយល់ថាអញ្ចឹងណាបងប្អូនយល់ថាអញ្ចឹងប៉ុន្តែបងប្អូនសប្ងៃហ្នឹងបងប្អូនចេះតែយកចិត្តអាយើងរស់ហ្នឹងតែថ្លឹងអញ្ចឹងបានមានអ្នកខ្លះពេលដែលស្លាប់ទៅហើយនៅពិបាកគេពិបាកឯងផ្ដាំកូនឲ្យដាក់មុងចេះឲ្យដាក់ចេះដាក់ចុះព្រោះនឹកក្នុងចិត្តថាពេលដែលអញងាប់ទៅគេហែខ្មោចអញ្ចឹងទៅមានកិត្តិយសយកអាចិត្តរស់ទៅថ្លឹងហ្នឹងងាប់ទៅមានដឹងអីវាអញ្ចឹងបានខ្ញុំនិយាយថាបើខ្ញុំងាប់វិញបើកូនខ្ញុំធ្វើប៉ុនអញថាឯងឲ្យតែធ្វើលើក$200ហើយរឿងមួយអញដាក់ប្រាសាទទុកឲ្យតែលើក$200ហើយរឿងមួយអញហ្មងហើយបើឯងចង់ធ្វើប្រមាណយកទៅធ្វើទ្រព្យសម្បត្តិសាធារណៈទៅតែធ្វើឲ្យបានប្រយោជន៍គ្មានយកមកបំផ្លាញទេពួកអីពួកអញងាប់ហើយគ្មានដឹងទេកុំថាឯងធ្វើប៉ុនហើយអូប្រជ្រះជើងទៅកលៀតណាក៏អូទៅគ្មានដឹងទេបងប្អូនកុំគិតថាខ្មាស់មានខ្មាស់ឯងងាប់បាត់ហើយហ្នឹងបងប្អូនចេះតែយកអាចិត្តហ្នឹងទៅថ្លឹងបានបងប្អូនអ្នកខ្លះបងប្អូនលេងដាក់លុយ$1000នឹងកប៉ៅម៉ែអ្នកស្រែផងល្មមដាក់លុយ$1000នឹងកប៉ៅម៉ែហត់ដុតចោលហើយដុតនៅមេននោះតាអាចារ្យនៅខាងក្នុងខ្វេះយកបាត់ដល់ពេលហើយមួយខែក្រោយមកបានឮដំណឹងថាលោកតាអាចារ្យនឹងខ្វេះយកខឹងកូននឹងខឹងគេថាគេទុកដាក់ឲ្យម៉ែគេខ្ញុំថាតាអាចារ្យធ្វើត្រូវតាអាចារ្យធ្វើត្រូវអាខ្មោចងាប់វាចេះចាយអីវាចុតតែបដិសន្ធិបាត់ហើយនោះវាមាននៅចាំស្អីទៀតឲ្យយើងដុតយកទៅអញ្ចឹងតែខ្ញុំនិយាយថាបងប្អូនណាឲ្យតែបងប្អូនយកចិត្តទៅថ្លឹងណាបងប្អូនធ្វើខុសច្រើនណាបងប្អូនយកក្បាលទៅគិតទៅខ្ញុំនិយាយមកអញ្ចឹងណាបងប្អូនច្រើនតែអាណិតអ្នកងាប់ចិត្តយើងអញ្ចឹងណាកូនយើងដោយក្មួយយើងក៏ដោយប្រហែល100ឆ្នាំក៏ដោយយើងនៅរស់នឹងគឺថាយើងនៅតែអាណិតកូនអញនឹងវាអញ្ចេះកូនអញវាងាប់ឡានបុកកូនអញវាងាប់អញ្ចេះកូនអញនឹកអ្នកងាប់ហ្នឹងណាគ្មានទេអ្នកងាប់គ្មានដឹងអីទេគ្មានដឹងអីទេគ្មានអាណិតអីទេអ្នកងាប់ហ្នឹងប៉ុន្តែនិយាយអញ្ចឹងណាមិនមែនមានន័យថាខ្ញុំអត់អាណិតទេបងប្អូនខ្ញុំនៅតែជាប់ចិត្តអញ្ចឹងខ្ញុំនៅតែជាប់ចិត្តអញ្ចឹងសូម្បីតែម៉ែខ្ញុំតែខ្ញុំមានលុយហើយគាត់ឈឺខ្ញុំមិនបានឲ្យគាត់ជីកប៉ាល់ហោះតែម្ដងគាត់ចង់ជីខ្ញុំថាម៉ែឯងចាំជាសិនអត់ជាតោះសោះឥឡូវខ្ញុំមើលមុខគាត់ខ្ញុំនៅតែមានបុព្វដិសេរីអញ្ចឹងខ្ញុំនឹកក្នុងចិត្តថាបើខ្ញុំបានឲ្យម៉ែខ្ញុំជីកប៉ាល់ហោះតែម្ដងឯងជីមនឹងម៉ានដងរាប់ភ្លេចគាត់ដែរបានជីមដងសោះចូលតែអត់លុយទៅមានប៉ុន្តែគាត់ដើរអត់រួចខ្ញុំនៅមានបុព្វដិសេរីរហូតដល់ឥឡូវខ្ញុំដឹងថានឹងគឺជាចិត្តការពិតរឿងនឹងជារឿងរបស់មនុស្សរស់ទេមនុស្សស្លាប់គឺអត់ដឹងអីទេអញ្ចឹងបានខ្ញុំថាឲ្យបងប្អូន
ឲ្យបានច្រើនដូចខ្ញុំនិយាយខាងដើមថាមិនមែនកូនបងប្អូនបានត្រូវការលុយកូនបងប្អូនបានត្រូវការសេចក្តីសុខទេតែចិត្តរបស់យើងវាជាពាក់នឹងកូនណាបងប្អូនត្រូវយល់ថាជីវិតទាំងអស់ជីវិតទាំងអស់វាត្រូវការសេចក្តីសុខអញ្ចឹងពេលណាបងប្អូនមើលបងប្អូនត្រូវថ្លឹងរវាងកូនបងប្អូននិងអ្នកដទៃមនុស្សកើតមកត្រូវចេះគិតចេះគូអញ្ចឹងណារឿងគួរឬមិនគួរបើស្នាជាពលរដ្ឋក្នុងសង្គមមួយចេះគិតអញ្ចឹងណាបងប្អូនសង្គមរបស់យើងរីកចម្រើនណាសង្គមរបស់យើងទៅជាសង្គមមនុស្សពីព្រោះវាសម្បូរគុណធម៌នេះគឺជាចំណុចទី3មនុស្សត្រូវរស់នៅក្នុងមនោសញ្ចេតនា